អាហារល្អសម្រាប់សុខភាពមនុស្សចាស់ការបរិភោគអាហារដែលមានតុល្យភាពនិងសម្បូរជីវជាតិគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សវ័យចំណាស់ដើម្បីរក្សាសុខភាពល្អនិងបង្ការជំងឺផ្សេងខាងក្រោមនេះគឺជាប្រភេទអាហារនិងជីវជាតិសំខាន់ដែលមនុស្សចាស់គួរទទួលទាន 1. ប្រូតេអ៊ីន Protein ប្រូតេអ៊ីនជួយរក្សាសាច់ដុំនិងថាមពលសាច់ត្រីដែលមានខ្លាញ់ដូចជាត្រីសាល់ម៉ុន Salmon ត្រីធូណា Tuna និងត្រីសាឌីន Sardine សម្បូរដោយអាស៊ីតខ្លាញ់ Omega 3 ដែលល្អសម្រាប់បេះដូងនិងខួរក្បាលសាច់មាន់និងសាច់គោគ្មានខ្លាញ់ស៊ុតជាប្រភពប្រូតេអ៊ីនងាយស្រួលញ៉ាំផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាបទឹកដោះគោយ៉ាអ៊ូនិងឈីសគ្រាប់ធញ្ញជាតិនិងគ្រាប់សណ្តែកតៅហ៊ូ Tofu សណ្តែកដី Beans សណ្តែកសៀង Lentils 2. បន្លែនិងផ្លែឈើ Fruits and Vegetables គួរជ្រើសរើសបន្លែនិងផ្លែឈើចម្រុះពណ៌ដើម្បីទទួលបានវីតាមីននិងសារធាតុប្រឆាំងអុកស៊ីតកម្មគ្រប់គ្រាន់បន្លែស្លឹកបៃតងចាស់ស្ពៃខាត់ណា Kale ស្ពៃខ្មៅ Spinach ផ្កាខាត់ណាខៀវ Broccoli សម្បូរដោយជាតិកាល់ស្យូមវីតាមីន A និងជាតិដែកបន្លែពណ៌ទឹកក្រូចការ៉ុតដំឡូងជ្វាផ្លែឈើដែលសម្បូរជាតិសរសៃនិងវីតាមីន C ផ្លែក្រូចផ្លែប៉េងប៉ោះផ្លែ berries ដូចជា blueberry blueberries 3. គ្រាប់ធញ្ញជាតិទាំងមូល whole grains ជួយរក្សាចលនាពោះវៀនឲ្យមានសុខភាពល្អនិងផ្ដល់ជាតិសរសៃបាយសម្រូប brown rice បរអូត oats នំបង្រូបប៉ាស្តា pasta ធ្វើពីគ្រាប់ធញ្ញជាតិទាំងមូល whole wheat 4. ជីវជាតិសំខាន់ដទៃទៀតជាតិកាល់ស្យូម calcium និងវីតាមីន D vitamin សំខាន់សម្រាប់សុខភាពឆ្អឹងវីតាមីន D ត្រូវបានគេណែនាំឲ្យទទួលទានបន្ថែមតាមរយៈថ្នាំបំប៉នចំពោះមនុស្សដែលមានអាយុចាប់ពី51ឆ្នាំឡើងទៅវីតាមីន B12 អាចថយចុះតាមអាយុអាចរកបានក្នុងសាច់ត្រីស៊ុតនិងអាហារដែលមានបន្ថែម fortified foods ខ្លាញ់ល្អខ្លាញ់ monounsaturated និង polyunsaturated មាននៅក្នុងប្រេងអូលីវ olive oil ផ្លែបឺរ avocado និងគ្រាប់ធញ្ញជាតិគន្លឹះបន្ថែមជាតិទឹកត្រូវផឹកទឹកឲ្យបានច្រើនដើម្បីជៀសវាងការខ្វះជាតិទឹកនិងជួយប្រព័ន្ធរំលាយអាហារទន់បើពិបាកទំពាឬលេបគួរជ្រើសរើសអាហារទន់មានជាតិទឹកដូចជាសាច់ត្រីស៊ុតយ៉ាអ៊ូឬបន្លែដែលចម្អិនទន់កាត់បន្ថយជាតិស្ករជាតិប្រៃនិងខ្លាញ់ឆ្អែត saturated fat ឲ្យបានច្រើនតាមដែលអាចធ្វើបានតើលោកស្រីចង់ឲ្យខ្ញុំជួយស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងរបបអាហារជាក់លាក់ណាមួយឬគន្លឹះក្នុងការរៀបចំអាហារសម្រាប់មនុស្សចាស់ដែរឬទេ